នេះខ្ញុំទៅតែបានអានសភៅរំបានកំណត់មនុស្សអប្សរាយ៉ាងដែរមានចំនួន2ភាគដែលភាគ1និងភាគ2ដែលភាគ2យ៉ាងខាជំភាគ1បន្តិចក៏ប៉ុន្តែខ្ញុំឃើញចំណុចពិសេសមួយដែលអ្នកនិពន្ធគាត់បានលើកឡើងទាក់ទងនឹងការលើកឡើងនៅគំនូរអប្សរាក៏ដូចជាទាក់ទងបានខ្មែរយើងទាក់ទងនឹងរបាំអប្សរានិងរបាំជូនពរដែលអ្នកនិពន្ធគាត់បានលើកជាសាច់រឿងហើយឆ្លុះពិចារណាមួយទៀតគឺការថែរក្សាសម្បត្តិវប្បធម៌យើងតាមរយៈការរៀនសូត្រនៅរបាំអប្សរាហើយមួយវិញទៀតក៏តាមរយៈការថែរក្សានៅគំនូរផ្សេងៗជាពិសេសគឺគំនូរអប្សរាតែម្ដងហើយប្រភេទសភៅនេះគឺប្រឡំលោកក៏ពិតមែនក៏ប៉ុន្តែបានឆ្លោះបញ្ចាំងពីការលើកកម្ពស់ក៏ដូចជាការថែរក្សាសម្បត្តិវប្បធម៌ខ្មែរផងដែរហើយអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាសាច់រឿងអាចកំបាំងដល់ថ្នាក់ណាបងប្អូនអាចរត់ទិញឬក៏ខ្ចីពីខ្ញុំក៏បានដែរយកតែអានហើយពិសេសម្យ៉ាងទៀតណាបងប្អូនគឺតកតងនឹងការយើងស្គាល់មនុស្សឬក៏រាប់អានមនុស្សយើងអត់អាចដឹងថាពីមុខយើងគឺបែបណាតែពីក្រោយខ្នងយើងអត់ដឹងហើយក៏ប៉ុន្តែក្នុងសាច់រឿងនេះក៏អាចឲ្យយើងចេះប្រុងប្រយ័ត្នកុំឲ្យលក្ខណៈបែបជឿទុកចិត្ត 100% រហូតដល់ពេលដែលលើកក្រោយឬក៏ពេលចំចប់ដែលយើងដឹងការប៉ັດគឺធ្វើឲ្យយើងឈឺចាប់អញ្ចឹងឲ្យយើងចេះត្រៀមចិត្តវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយបាយបាយ